ក្នុងជំនួបទ្វេភាគីនាថ្ងៃទី9 ខែកក្កដាឆ្នាំ2026នាឧត្តមសេនីយ៍វង្សពិសេនអគ្គមេបញ្ជាការនៃកងយុទ្ធពលខេមរភូមិន្ទនិងនាយឧត្តមសេនីយ៍តាន់ស្រីតុស្រីហាជីម៉ាឡេករ៉ាសាប៊ីនស៊ុយឡាម៉ានអគ្គមេបញ្ជាការម៉ាឡេស៊ីបានឯកភាពបន្តពង្រឹងសហប្រតិបត្តិការយោធាទ្វេភាគីឲ្យកាន់តែស៊ីជម្រៅនិងរួមចំណែកថែរក្សាសន្តិភាពស្ថិរភាពនិងវិបុលភាពរបស់ប្រទេសទ្វេភាគីក៏ដូចជាតំបន់អាស៊ានទាំងមូលលោកវង្សពិសេនបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីដោយចាត់ទុកថាជាការបន្តពង្រឹងទំនាក់ទំនងមិត្តភាពរវាងទ័ពទាំងពីរស្របពេលឆ្នាំ2026ជាខួបលើកទី69នៃទំនាក់ទំនងការទូតរវាងកម្ពុជាម៉ាឡេស៊ីលោកក៏បានថ្លែងអំណរគុណចំពោះតួនាទីរបស់ប្រទេសម៉ាឡេស៊ីក្នុងការរួមចំណែករក្សាសន្តិភាពនៅកម្ពុជាកាលពីឆ្នាំ1993ក្រោមបេសកកម្មអ៊ុនតាក់និងតួនាទីសម្របសម្រួលជម្លោះតាមព្រំដែនកម្ពុជាថៃក្នុងឆ្នាំ2025រួមទាំងការផ្ដួចផ្ដើមបង្កើតក្រុមអ្នកអង្កេតការណ៍អាស៊ានហៅថា AOT អគ្គមេបញ្ជាការកងទ័ពកម្ពុជាបានបញ្ជាក់ជាថ្មីថាកម្ពុជាបន្តប្រកាន់ខ្ជាប់គោលការណ៍ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងពាក់ព័ន្ធដោយមិនទទួលយកការប្រើកម្លាំងដើម្បីកែប្រែព្រំដែនឡើយក្នុងជំនួបនេះភាគីកម្ពុជាក៏បានស្នើឲ្យម៉ាឡេស៊ីបន្តពន្លឿនការចុះអនុស្សរណៈយោគយល់លើវិស័យយោធាការពារជាតិពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពគ្រប់ប្រភេទបង្កើតការបណ្ដុះបណ្ដាលការធ្វើលំហាត់ហ្វឹកហ្វឺនរួមការចែករំលែកព័ត៌មាននិងសហការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនព្រមទាំងបន្តការគាំទ្របេសកកម្មរបស់ក្រុមអ្នកអង្កេតការណ៍អាស៊ានហៅថា AOT ជាការឆ្លើយតបនាយឧត្តមសេនីយ៍តាន់ស្រីដាតុស្រីម៉ាជីម៉ាឡេករ៉ាសាប៊ីនស៊ុយឡាម៉ានបានអរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីភាគីកម្ពុជានិងបញ្ជាក់ថាដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងទំនាក់ទំនងដ៏យូរអង្វែងរវាងកងទ័ពប្រទេសទាំងពីរឯអាដាមក៏បានកោតសរសើរលើកងទ័ពកម្ពុជាដែលបានបង្ហាញភាពអត់ធ្មត់ខ្ពស់មិនផ្ទុះអាវុធបើទោះស្ថានភាពព្រំដែននៅមានភាពរសើបក៏ដោយម៉ាឡេស៊ីបានបញ្ជាក់អំពីការគាំទ្រយ៉ាងមុតមាំចំពោះការដោះស្រាយជម្លោះរវាងកម្ពុជានិងថៃតាមរយៈការសន្ទនាក្រោមយន្តការ GBC ឬ JBC និងឈលលើគោលការណ៍មជ្ឈភាពអាស៊ានដោយអះអាងថាការប្រើកម្លាំងមិនមែនជាជម្រើសនៃការដោះស្រាយបញ្ហានោះទេជាមួយគ្នានេះអគ្គមេបញ្ជាការម៉ាឡេស៊ីក៏បានប្រកាសគាំទ្រសំណើរបស់កម្ពុជាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការយោធានិងបញ្ជាក់ថាម៉ាឡេស៊ីនឹងបន្តគាំទ្របេសកកម្មក្រុមអ្នកអង្កេតការណ៍អាស៊ាន AOT ដើម្បីធានាការអនុវត្តបទច្បាញ់និងរួមចំណែករក្សាសន្តិភាពនិងស្ថិរភាពតាមព្រំដែនកម្ពុជាថៃនិងតំបន់អាស៊ានទាំងមូល